អាល្ងងនេះហ៊ានណាស់ហ៊ានលក់សុទ្ធខ្លាញ់ឲ្យពួកយើងផុតទេខ្ញុំអត់បានធ្វើទេចុះប្រាប់មកមើលហេតុអីបានជាសុទ្ធទាំងនេះយកទៅដល់ផ្ទះស្រាប់តែរួមតូចបែបនេះវារួមតូចអស់ហើយវាមិនអាចទៅរួចទេអាល្ងងតូចឲ្យពួកបងឃើញអញលក់ដូរតាមចិញ្ចើមថ្នល់បែបនេះក៏មិនងាយស្រួលដែរយកបែបនេះចុះអញថាពួកយើងមួយខ្សឹបមករឿងនេះចាត់ទុកថាចប់ចុះអុយមិនបានទេមានប្តីហើយយើងមិនតាមចិត្តអញទៀតទេហា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 មកនេះមកហា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 លោកអគ្គនាយកឈីពេលនេះដំណើរការក្រុមហ៊ុនគឺធម្មតាគ្រាន់តែថាដំណឹងរបស់អ្នកមានគុណដូចមួយហ្វាថៃឈីក៏ដែលលោកកំពុងរកនោះនៅតែគ្មានតម្រុយដដែលតើអ្នកជាអ្នកណាខ្ញុំមិនមែនជាមនុស្សអាក្រក់ទេពួកចារបរោះនៅខាងក្រៅនោះសុទ្ធតែមកតាមរកខ្ញុំទេបន្តិចទៀតខ្ញុំនឹងនាំពួកគេចេញអ្នកប្រញាប់រត់ទៅចុះអ្នកវិញធ្វើម៉េចទៅកុំបារម្ភអីលោកគ្រូថាខ្ញុំគឺជាទេវតាចុះមកចាប់ជាខ្លាំងណាស់ណា20ឆ្នាំហើយតើអញនៅណាឲ្យប្រកាសទៅល្ងងម្នាក់នេះលេងខ្ញុំហាហាហាមកហាហាហាអីយ៉ាហ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 ើយហេមកមើលទៅមើលទៅតើពួកអញកំពុងធ្វើអីណាបងប្អូនសាច់ញាតិទៅឲ្យលឿនទៅអ្នកនាងសុទ្ធមន់ទាំងនេះខ្ញុំទិញទាំងអស់ជីងមីងបាននិយាយថាសុទ្ធទាំងនេះមានតម្លៃស្មើនឹងលុយពណ៌ក្រហមមួយសន្លឹកកុំសង្ឃឹមថាយកផ្លាស្ទិកនេះមកបោកខ្ញុំបានឲ្យសោះពិតជាមនុស្សល្ងងមែនឲ្យលុយមកហេអាហាអំបញ្ញមិញអ្នកបានជួយសង្គ្រោះខ្ញុំអ្នកគឺជាមនុស្សល្អម្នាក់មនុស្សល្អគួរតែទទួលបានផលល្អតបស្នងហាហាហាបានរួចរាល់ហើយអ្នកប្រុសធំរួចរាល់ពិតមែនហើយតើអ្នកជាអ្នកណាសុទ្ធលក់អស់ហើយខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញហើយហាហាហាក្មេងស្រីម្នាក់នេះមិនសាមញ្ញទេឆាប់ទៅស៊ើបសួរមើល